បើនិយាយអំពីការផលិតអំបុកស្រុកថ្មគោលនេះគឺស៊ីដាច់គេហើយប្រើសុទ្ធតែម៉ាស៊ីនទំនើបតាំងពីជាង15ឆ្នាំមុនសិប្បកម្មនៅទីនេះអាចផលិតអំបុកចន្លោះពី1តោនទៅ20តោនក្នុងមួយថ្ងៃប៉ុន្តែជាក់ស្ដែងបច្ចុប្បន្ននេះពុំទាន់មានស្តុកគ្រប់គ្រាន់នៅឡើយទេខ្ញុំបានទៅស្ទើរតែគ្រប់សិប្បកម្មទាំងអស់គឺមានការកក់ទុកជាច្រើនសិប្បកម្មខ្លះគឺមានការកម្មង់ផ្ដាច់មុខផងដែរហើយសិប្បកម្មខ្លះទៀតក៏ឈប់លក់ឲ្យអ្នកថ្មីដែរលក់ជូនតែប្រសង់និងមួយចាស់តែប៉ុណ្ណោះហើយតម្លៃខ្ញុំបានសាកសួរចន្លោះពី120,000ទៅ25,000តាមការចរចាហើយភាគច្រើនគាត់លក់ចែកជូនតែ2ទៅ3បេតែប៉ុណ្ណោះម៉ាស៊ីនផលិតអំបុកភាគច្រើននៅទីនោះគឺធ្វើដោយដៃកូនខ្មែរទាំងអស់ទាំងឡទាំងលីងកិនគៀបប្រើដោយម៉ាស៊ីនស្វ័យប្រវត្តិទាំងអស់ហើយប្រើកម្លាំងតិចតួចតែប៉ុណ្ណោះជាក់ស្ដែងសិប្បកម្មខ្លះបានលើកឡើងថាកំឡុងពេលដែលមានតម្រូវការច្រើនម៉ាស៊ីនគាត់ខូចព្រមគ្នាហើយពុំមានកម្លាំងពលកម្មក្នុងការធ្វើកម្មករភាគច្រើនមិនអាចស៊ូបានដោយសារតែក្តៅរមាស់ស្គៀបហុយហើយធ្វើដាច់យប់ផងដែរដើម្បីបំពេញតាមតម្រូវការចំពោះស្រូវវិញពិបាករកដោយសារត្រូវការស្រូវដែលយើងទើបច្រូតថ្មីយកមកកិនជាអំបុកជាក់ស្ដែងបងប្អូនស្វែងរកលេខទូរស័ព្ទសិប្បកម្មដើម្បីសាកសួរទិញហើយបច្ចុប្បន្នពុំទាន់មានសិប្បកម្មណាដែលផលិតសល់ច្រើននោះទេក្រៅពីនឹងប្រសិនជាបងចង់បង្កើតជាសិប្បកម្មផលិតអំបុកក៏អាចតាក់ទងលេខទូរស័ព្ទខាងក្រោមនេះផងដែរ